សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿងអវតារជាមួយខ្ញុំបន្តទៀតបន្ទាប់ពីបានបរាជ័យក្នុងការវាយលុកនគរភ្លើងនៅថ្ងៃសុក្រះពេលនេះក្រុមរបស់អេងហើយនឹងស្ព័នមិត្តក្មេងៗកំពុងតែធ្វើដំណើរទៅរកកន្លែងលាក់ខ្លួននៅប្រាសាទខ្យល់ភាគខាងលិចបន្តមកនៅពេលដែលពួកគេទៅដល់ចន្លោះភ្នំមួយថប់ប្រាប់ថាដល់ហើយតែនៅទីនោះមើលទៅដូចអត់មានប្រាសាទអីផងហ្នឹងតាមពិតទៅប្រាសាទខ្យល់នៅភាគខាងលិចហ្នឹងគេសង់ដោយលក្ខកំបាំងដាំដូងក្បាលចុះក្រោមខណៈពេលនេះស៊ូកូបានប្រើខ្សែពួរចុះទៅដល់ប្រាសាទមុនហើយស៊ូកូចាំបានថាកាលពី3ឆ្នាំមុនគាត់ធ្លាប់មកកន្លែងហ្នឹងជាមួយនឹងលោកអមេរ៉ូដើម្បីស្វែងរកចាប់អវតារនៅពេលហ្នឹងស៊ូកូពិតជាមានអារម្មណ៍ថាអន្ទះសារណាស់ហើយលោកអមេរ៉ូតែងតែនិយាយប្រាប់គាត់ថាសម្រាប់ខ្លះទៅតែស៊ូកូមិនត្រឹមតែមិនស្ដាប់លោកអមេរ៉ូទេថែមនឹងស្ដីថាគាត់ថាជាមនុស្សខ្ជិលចូលចិត្តតែដេកចូលចិត្តតែសម្រាកនិយាយទៅគិតមកទល់ពេលនេះស៊ូកូពិតជាចង់ជួបលោកអមេរ៉ូហើយនឹងសុំទោសគាត់ខ្លាំងណាស់កាត់ទៅមើលក្រុមរបស់អេងវិញពេលចុះទៅដល់ប្រាសាទក្រុមសម្ព័ន្ធមិត្តក្មេងៗបាននាំគ្នាទៅដើរលេងទស្សនានៅជុំវិញទីនោះចំណែកក្រុមរបស់អេងវិញបានជួបប្រជុំគ្នាដើម្បីនិយាយពីផែនការងារដែលពួកគេត្រូវធ្វើបន្តទៀតការងារបន្តទៀតគឺអេងត្រូវស្វែងរកគ្រូដើម្បីបង្ហាត់ក្បាច់ភ្លើងដល់គាត់ឲ្យបានចេះមុនពេលផ្កាយដងកន្ទុយសូសិនហោះមកគៀកផែនដីបញ្ហាត្រង់ថាពួកគេអត់ដឹងថាទៅរកគ្រូណាមកបង្ហាត់ក្បាច់ភ្លើងឲ្យអេងបាននោះទេលឿនចឹងស៊ូកូក៏បង្ហាញខ្លួននៅទីនោះហើយស្ម័គ្រចិត្តធ្វើជាគ្រូបង្ហាត់ក្បាច់ភ្លើងដល់អេងគ្រាន់តែឃើញស៊ូកូភ្លាមម្នាក់ៗមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងប៉ុន្តែអាប៉ាវិញដូចជាចូលចិត្តស៊ូកូណាស់ដោយសារតែស៊ូកូជួយដោះលែងវាកាលពីនៅបាស៊ីងសេនៅពេលនោះស៊ូកូបានសារភាពពីកំហុសគ្រប់បែបយ៉ាងរបស់គាត់ដែលគាត់ធ្លាប់ធ្វើដាក់ក្រុមរបស់អេងដែលនៅក្នុងនោះមានរួមទាំងការជួលអាប៉ែភ្នែក3ឲ្យតាមសម្រាប់ពួកគេផងដែររឿងនឹងក្រុមរបស់អេងទំដឹងទេថាអាប៉ែភ្នែក3ហ្នឹងគឺស៊ូកូជាអ្នកជួលមកនៅពេលនោះស៊ូកូបានសួរអេងនៅផ្ទាល់ថាតើឲ្យគាត់ចូលរួមក្រុមផងបានអត់អេងគិតមកស្ទុះហើយក៏ឆ្លើយថាអត់បានទេហើយក៏បណ្ដេញស៊ូកូចេញពីទីនោះភ្លាមទោះជាអញ្ចឹងក៏ដោយក៏ស៊ូកូនៅតែសុំបបពួកគេថាបើសិនជាមិនរាប់អានគាត់ជាមិត្តទេចាគាត់ធ្វើជាអ្នកទោសក៏បានដែរស៊ូកូធ្វើដល់ថ្នាក់នឹងហើយក្រុមរបស់អេងនៅតែអត់ទទួលយកគាត់ទៀតពិតជាអាណិតស៊ូកូមែនទែនបន្ទាប់ពីស៊ូកូត្រឡប់ទៅវិញបាត់ក្រុមរបស់អេបាននាំគ្នានិយាយវិភាគពីគាត់បន្តទៀតភាគច្រើនម្នាក់ៗនិយាយតែពីចំណុចអាក្រក់របស់ស៊ូកូតែប៉ុណ្ណោះហើយពួកគេអត់ខុសនោះទេដោយសារតែកន្លងមកស៊ូកូពិតជាអាក្រក់ដាក់ពួកគេពិតមែនទោះជាយ៉ាងណាមានថប់ម្នាក់ដែរដែលនិយាយការពារស៊ូកូនាងដឹងថាមុននឹងពាក្យសម្ដីរបស់ស៊ូកូនិយាយទាំងអស់សុទ្ធតែជាការពិតទាំងអស់អត់មានកុហកទេហើយណាមួយពួកគេកុំភ្លេចថាអេងកំពុងតែត្រូវការគ្រូបង្ហាត់ក្បាច់ភ្លើងឲ្យគាត់នៅពេលនោះមិនខ្វល់ថាថោមានដំណើរសមហេតុផលយ៉ាងណាក៏ដោយក៏អេងសុខាហើយនឹងកថារាមិនព្រមទទួលយកស៊ូកូចូលក្រុមជាដាច់ខាតដល់ពេលអញ្ចឹងទៅថប់ខឹងខ្លាំងណាស់ក៏បោះសម្ដីថាមិនដឹងថាអាណាខ្វាក់ភ្នែកទេពេលនេះកាត់ទៅមើលស៊ូកូវិញនៅយប់នោះនៅពេលដែលគាត់ដេកសោកស្រាប់តែលឺសម្រាប់ជើងនរណាគេមិនដឹងទេហើយគាត់ក៏ប្រើភ្លើងវាយប្រហារទៅប្រាវតាមពិតទៅសម្រាប់ជើងនោះជារបស់ថប់ហើយការវាយប្រហាររបស់ស៊ូកូមុននឹងបានធ្វើឲ្យនាងរលាកជើងនៅពេលនោះស៊ូកូបានតាមសុំទោសថប់ឡើងញាប់ព្រោះគាត់អត់ដឹងហ៎ប៉ុន្តែថប់ដូចជាខ្លាចស៊ូកូណាស់ក៏វាយរំដោះខ្លួនចេញពីទីនោះបាត់បន្តមកពេលថប់ត្រឡប់ទៅដល់កន្លែងវិញហើយក្រុមរបស់អេងដឹងថាស៊ូកូវាយប្រហារថប់ពួកគេកាន់តែនាំគ្នាប្រកាន់ស៊ូកូថែមទៀតទោះបីថប់ប្រាប់ថាវាជាគ្រោះថ្នាក់អចេតនាក៏ដោយហើយក្នុងពេលជាមួយគ្នាមានគ្រោះថ្នាក់មួយទៀតកំពុងតែសម្លឹងមើលទៅកាន់ពួកគេនោះគឺអត្តពៈភ្នែក3នៅពេលនោះអត្តពៈភ្នែក3នោះបានសេរីតម្រង់ចំទៅកាន់អេងសំណាងល្អនៅពេលដែលគាត់បាញ់ស៊ូកូបានលោតទៅទាត់គាត់ឲ្យបាញ់ខុសគោលដៅនៅពេលនោះស៊ូកូបានខំនិយាយខាត់អត្តពៈភ្នែក3នោះឲ្យឈប់តាមសម្រាប់អេងទៀតទៅគាត់សុកចិត្តឲ្យលុយ1 គុណនឹង2ប៉ុន្តែអត្តពៈភ្នែក3នោះអត់បានស្ដាប់តាមស៊ូកូទេនៅតែព្យាយាមវាយប្រហារទៅលើអេងបន្តទៀតដល់ពេលនិយាយគ្នាអត់ស្ដាប់អញ្ចឹងស៊ូកូក៏បានទាត់គាត់មួយជើងធ្វើឲ្យអពៈភ្នែក3នឹងខឹងក៏វាយប្រហារស៊ូកូថែមម្នាក់ទៀតមើលទៅអពៈភ្នែក3នឹងចង់សម្លាប់អេងដើម្បីយករង្វាន់ពីស្ដេចអូសៃទើបគាត់មិនខ្វល់ពីសម្ដីរបស់ស៊ូកូអញ្ចឹងការប្រយុទ្ធជាបន្តអេងហើយនឹងកថារាបាននាំគ្នាវាយបកទៅកាន់អពៈភ្នែក3នឹងវិញដើម្បីការពារខ្លួនបន្តមកសុខាបាននៅឃើញប្រើប៊ុំម្រែងរបស់គាត់ចាក់មុំត្រូវហើយគប់សម្ដៅទៅកាន់អពៈភ្នែក3នឹងចំភ្នែកទី3របស់គាត់តែម្ដងនៅពេលនោះពួកគេសប្បាយចិត្តណាស់គិតថាអពៈភ្នែក3នឹងស្លាប់ហើយតាប៉ុន្តែមានណាគាត់បានងើបឡើងមកវិញហើយចង់បន្តបាញ់ពួកគេបន្តទៀតសំណាងមិនល្អភ្នែកទី3របស់គាត់អែរឺនៅពេលដែលបាញ់ទៅស្រាប់តែផ្ទុះស្លាប់ខ្លួនឯងបន្ទាប់ពីហេតុការណ៍នោះហើយអេងដឹងថាស៊ូកូពិតជាបានកែខ្លួនហើយមានបំណងចង់ចូលក្រុមជាមួយនឹងគាត់ពិតមែនហើយបន្ទាប់ពីបានឆ្លងយោបល់ពីគ្នារបស់គាត់ម្ដងម្នាក់រួចហើយនៅទីបំផុតអេងព្រមទទួលស៊ូកូធ្វើជាគ្រូបង្រៀនក្បាច់ភ្លើងដល់គាត់បន្តមកដល់ពេលចាប់ផ្ដើមហាត់ស៊ូកូបាននិយាយទ្រឹស្ដីជាច្រើនប្រាប់អេងប៉ុន្តែអេងនៅតែធ្វើអត់ចេញដដែលនៅពេលនោះស៊ូកូបានប្រាប់អេងឲ្យថយឆ្ងាយបន្តិចចាំគាត់បង្ហាញអីមើលតែដល់ពេលស៊ូកូបាញ់ភ្លើងចេញឡើងកាប៉ែលែកមិនដឹងថាមកពីមូលហេតុអីទេបន្ទាប់ពីបានកាត់ពិចារណាអស់មួយថ្ងៃទីបំផុតស៊ូកូដឹងហើយថាមូលហេតុដែលថាអំពើភ្លើងរបស់គាត់ខ្សោយគឺដោយសារតែគាត់បដូរចរិតពីកាចមកស្លូតកាលពីមុនថាអំពើភ្លើងរបស់គាត់ខ្លាំងគឺដោយសារតែកំហឹងនៅក្នុងចិត្តរបស់គាត់មានន័យថាបើចង់ឲ្យស៊ូកូមានភ្លើងខ្លាំងតើធ្វើឲ្យគាត់ខឹងប៉ុន្តែចាប់ពីពេលនេះតទៅស៊ូកូចង់ពឹងលើកំហឹងឬក៏គំនុំដើម្បីកង្កើនថាអំពើរបស់គាត់នោះទេនៅពេលនោះថប់បានឲ្យយោបល់ថាស៊ូកូត្រូវស្វែងរកប្រភពថាអំពើថ្មីដែលជាប្រភពថាអំពើ original ចំពោះថប់នាងធ្លាប់រត់ចេញពីផ្ទះទៅនៅរោងភ្នំមួយហើយបានទៅជួបជាមួយនឹងសត្វមួយក្បាលដែលពិការភ្នែកដូចនាងអញ្ចឹងដែលគេហៅថាបាជើម៉ូលហើយនឹងជាក្បាច់ដីខ្លាំងដោយសារតែរៀនធ្វើតាមសត្វបាជើម៉ូលនឹងនៅពេលហ្នឹងអេងក៏បាននឹកឃើញដែរថាគ្រូរបស់គាត់ធ្លាប់ប្រាប់ថាក្បាច់ខ្យល់សពថ្ងៃហ្នឹងគេរៀនតាមសត្វក្បីហោះដោយអាប៉ាអញ្ចឹងសម្រាប់ក្បាច់ភ្លើងវិញស៊ូកូដឹងថាប្រភព original របស់វាគឺមកពីសត្វនាគគួរស្ដាយណាស់សពថ្ងៃនេះសត្វនាគបានស្លាប់ដាច់ពូជអស់ទៅហើយ
ប៉ុន្តែស៊ូកូដឹងថាមានពូជអ្នកចម្បាំងមួយក្រុមដែលគេហៅថា Sun Warrior ធ្លាប់បានរៀនក្បាច់ភ្លើងពីសត្វនាគមុនគេដល់ពេលអញ្ចឹងទៅស៊ូកូហើយនឹងអេងបាននាំគ្នាធ្វើដំណើរទៅកន្លែងដែល Sun Warrior ធ្លាប់រស់នៅកាលពីប្រមាណ100ឆ្នាំមុនពេលទៅដល់ពួកគេឃើញថានៅទីនោះគឺជាកន្លែងដែលគេបោះបង់ចោលតែប៉ុណ្ណោះគ្មានមនុស្សរស់នៅទៀតទេបន្ទាប់មកពេលដើរសក់អេងបានជពប់ជើងជាមួយនឹងតាក់មកកន្លែងប៊ីនឹងបន្លាយជីវិតរបស់គាត់ចោលទៅហើយសំណាងល្អគាត់ចេះប្រើក្បាច់ខ្យល់ជួយខ្លួនឯងតាន់នៅពេលនោះពួកគេឆ្ងល់ណាស់កន្លែងដែលមានវ័យចំណាស់ជាងរាប់រយឆ្នាំមកហើយនៅតែមានអន្ទាក់ទៀតហើយស៊ូកូឆ្លាតបានវិភាគដឹងថាគេដាក់អន្ទាក់ដោយសារតែកន្លែងហ្នឹងមានរបស់សំខាន់ដែលគេចង់ការពារបន្តមកទៀតពួកគេបានបន្តដំណើរទៅដល់កន្លែងមួយដែលមានរូបគំនូរហើយនឹងចម្លាក់សត្វនាគជាច្រើនស៊ូកូប្រាប់អេងថាមូលហេតុដែលសត្វនាគងាប់ដាច់ពូជគឺដោយសារតែតាទូតរបស់គាត់ឈ្មោះសូសិនបង្កើតកម្មវិធីដេញប្រមាញ់សត្វនាគដើម្បីយកគេឈ្មោះមានន័យថាបើសិនជាអ្នកណាគេសម្លាប់សត្វនាគបាននឹងមានគេឈ្មោះល្បីល្បាញថាជាអ្នកខ្លាំងហើយរឿងមួយទៀតដែលស៊ូកូលើគេនិយាយគឺសត្វនាគចុងក្រោយគេគឺលោកអ៊ំអេរ៉ូជាអ្នកសម្លាប់បន្តមកពួកគេបានដើរទៅដល់ទ្វារពិសេសមួយដែលអេងបើកអត់រួចនោះទេហើយស៊ូកូមើលដឹងថាទ្វារនោះប្រើពន្លឺព្រះអាទិត្យបើកជាធម្មតាតតែថ្ងៃសូស្ទីសទើបពន្លឺព្រះអាទិត្យចាំងចំកន្លឺទ្វារហើយអាចបើកទ្វារនឹងបានប៉ុន្តែស៊ូកូឆ្លាតពួកគេមិនបាច់ចាំដល់ថ្ងៃសូស្ទីសទេគឺស៊ូកូបានប្រើចំណាំងផ្លាតរបស់ដាវចម្លងកាំរស្មីព្រះអាទិត្យទៅប៉ះជាមួយនឹងកន្លឺទ្វារតែម្ដងបន្តមកពេលចូលទៅដល់ខាងក្នុងពួកគេបានឃើញរូបចម្លាក់ជាច្រើនបច្ចេកក្បាច់ចងេងចងាំងមើលទៅហាក់បីដូចជាពួកគាត់កំពុងតែរាំដល់ពេលអញ្ចឹងទៅអេងក៏បបួលស៊ូកូឲ្យរាំជាមួយគាត់ដោយធ្វើកាយវិការតាមរូបចម្លាក់អស់ទាំងនោះក្រោយមកនៅពេលដែលពួកគេធ្វើចប់ស្រាប់តែមានវត្ថុចម្លែកម្យ៉ាងដែលមានរាងដូចសុទ្ធពណ៌មាសបានលេចឡើងនៅកណ្ដាលទីហើយនៅពេលដែលស៊ូកូឆ្ងល់ពេកក៏យកដៃទៅប៉ះវាមើលទើបដឹងថាតាមពិតវាគឺជាអន្ទាក់មួយទៀតតែប៉ុណ្ណោះអាសារធាតុពណ៌ស្លែហ្នឹងស្អិតខ្លាំងណាស់ដូចកាវអញ្ចឹងហើយវាថែមនឹងចេះរីកមាសសាយភាយកាន់តែច្រើនទៅពីពេញបន្ទប់មិនយូរប៉ុន្មានទាំងអេងហើយនិងស៊ូកូត្រូវបានជាប់អន្ទាក់រើលែងរួចនៅពេលនោះពួកគេទាំងពីរនេះបានជាប់នៅទីនោះតាំងពីថ្ងៃរហូតដល់យប់ក្រោយមកមានមនុស្សមួយក្រុមបានទៅជួយដោះលែងពួកគេក្រុមមនុស្សទាំងនោះគឺជាអ្នកចម្បាំង Sun Warrior ដែលរស់នៅលាក់ខ្លួនមិនឲ្យគេដឹងថាពួកគាត់នៅរស់ទេហើយពួកគាត់បានចោទស៊ូកូនិងអេងថាជាចោរលួចរបស់ក្រោយមកបន្ទាប់ពីស្ដាប់ការបកស្រាយរបស់ស៊ូកូហើយនិងអេងរួចហើយដឹងថាពីរនាក់នឹងចង់មករៀនក្បាច់ភ្លើងមេក្រុម Sun Warrior ក៏អនុញ្ញាតឲ្យពួកគេទៅរៀនជាមួយនឹងគ្រូធំតែម្ដងដោយប្រាប់ថាបើសិនជាគ្រូធំពិនិត្យមើលខ្លួនពួកគេហើយដឹងថាពួកគេមានចិត្តស្មោះសរអាចបរៀនបានគ្រូធំនឹងបរៀនប៉ុន្តែបើសិនជាពួកគេមិនស័ក្តិសមបរៀនវិញគ្រូធំនឹងសម្លាប់ពួកគេចោលទាំងពីរនាក់ស្អែកឡើងមេក្រុម Sun Warrior បាននាំពួកគេទាំងពីរនាក់ទៅកន្លែងមួយដែលមានភ្លើងឆេះរាប់ពាន់ឆ្នាំមកហើយអត់ជាអលត់ទេហើយការងាររបស់ពួកគេទាំងពីរនាក់គឺនាំយកភ្លើងម្នាក់ម្ដាយទៅឲ្យគ្រូធំកុំឲ្យអលត់ឲ្យសោះភ្លើងនឹងដោយកូនសោអញ្ចឹងបើសិនជាអត់មានភ្លើងនឹងទេគ្រូធំអត់ចេញមកជួបពួកគេឡើយនៅពេលហ្នឹងអេងដើរយឺតអត់ហ៊ានលឿនទេដោយសារតែភ្លើងគាត់តូចខ្លាចអលត់ហើយស៊ូកូបាននិយាយលើទឹកចិត្តគាត់ថាគាត់ជឿថាអេងឆ្លាតអាចធ្វើបានបន្ទាប់ពីដើរឡើងភ្នំអស់មួយថ្ងៃនៅទីបំផុតពួកគេបានទៅដល់គោលដៅនៅទីនោះក្រុម Sun Warrior បានឡើងទៅចាំពួកគេជាមុនហើយបន្ទាប់មកគេចាប់ផ្ដើមធ្វើកម្មវិធីដើម្បីហៅគ្រូធំនៅពេលហ្នឹងអេងមានអារម្មណ៍ថាភ័យបកពោះមិនទេខ្លាចគ្រូធំអត់បរៀនពួកគេហើយសម្លាប់ពួកគេចោលតែស៊ូកូបាននិយាយលើទឹកចិត្តគាត់ថាសម្រាប់ពួកគាត់ម្នាក់ជាអវតារម្នាក់ជាកូនរបស់ស្ដេចភ្លើងទោះជាគ្រូធំនឹងខ្លាំងប៉ុណ្ណាក៏អត់មានអីគួរឲ្យខ្លាចដែរបន្តមកនៅពេលដែលឡើងទៅដល់ខាងលើពួកគេមើលឃើញមានរោងពីរហើយមេក្រុម Sun Warrior បានប្រាប់ឲ្យពួកគេបង្ហាញភ្លើងទៅកាន់រោងទាំងពីរនោះនៅពេលហ្នឹងអេងភ័យពេកអត់ប្រយ័ត្នក៏ធ្វើឲ្យរលត់ភ្លើងរបស់គាត់បាត់ហើយគាត់បានទៅសុំភ្លើងពីស៊ូកូដល់ពេលប្រវេប្រវាចុះឡើងឲ្យរលត់ទាំងភ្លើងរបស់ស៊ូកូទៀតបន្តមកទៀតគ្រូធំក៏បានចេញពីរោងភ្នំមកតាមពិតគ្រូធំដែលក្រុម Sun Warrior និយាយហ្នឹងគឺជាសត្វនាគពីរក្បាលមួយក្បាលពណ៌ក្រហមមួយក្បាលពណ៌ខៀវពេលហ្នឹងក្រុម Sun Warrior គិតក្នុងចិត្តថាទីទៀតស៊ូកូហើយនឹងអេងប្រហែលជាខ្លាចទៅជាចំណីរបស់គ្រូធំហើយមើលទៅនៅពេលហ្នឹងអេងស្រាប់តែទទួលអារម្មណ៍ដឹងថាសត្វនាគពីរក្បាលហ្នឹងចង់ឲ្យគាត់រាំជាមួយនឹងវាដល់ទៅពេលអញ្ចឹងទៅគាត់ក៏បបួលស៊ូកូបញ្ចេញក្បាច់រាំដែលពួកគេទៅរៀនចេះកាលពីម្សិលមិញមកចាក់ក្បាច់រាំជាមួយនឹងសត្វនាគទាំងពីរក្បាលនោះបន្ទាប់ពីរាំចប់ភ្លាមសត្វនាគទាំងពីរក្បាលនោះបានបាញ់ភ្លើងចម្រុះពណ៌ទៅកាន់អេងហើយនឹងស៊ូកូដើម្បីបង្ហាត់បង្រៀនពួកគេពីក្បាច់ភ្លើង Original understand. ក្រោយមកបន្ទាប់ពីរៀនចប់អស់ហើយអេនិងស៊ូកូបានចូលមកជួបជាមួយនឹងមេក្រុម Sun Warrior វិញពេលនេះទាំងអេហើយនិងទាំងស៊ូកូសុទ្ធតែយល់ឲ្យថាភ្លើងវាមានលក្ខណៈបំផ្លាញប៉ុន្តែវាក៏ជាជីវិតហើយនឹងថាមពលផងដែរប្រៀបដូចជាព្រះអាទិត្យអញ្ចឹងឬមួយទៀតដែលស៊ូកូដឹងគឺការដែលលោកអ៊ំអេរ៉ូនិយាយកុហកគេឯងថាគាត់បានសម្លាប់សត្វនាគចុងក្រោយគឺគាត់និយាយកុហកនោះទេគោលបំណងរបស់លោកអ៊ំអេរ៉ូដែលនិយាយកុហកហ្នឹងគឺដើម្បីការពារសត្វនាគពីរក្បាលហ្នឹងកុំឲ្យគេតាមសម្លាប់នៅពេលនេះទាំងអេហើយនិងទាំងស៊ូកូសុទ្ធតែអាចប្រើភ្លើងបានខ្លាំងៗទាំងពីរនាក់សម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយ comment ពាក្យថាល្អមើលបានច្រើនហើយចំពោះអ្នកដែលមិនទាន់បាន subscribe channel មនុស្សចរណៃទេសូមជួយចុច subscribe ម្នាក់មួយផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនិងអនាគតបបររុងរឿង